សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូអេពីសូតនេះដែរអ្នកទាំងអស់គ្នានឹងបានដើរលេងជាមួយនឹងពួកខ្ញុំចុងសប្តាហ៍ពួកយើងនឹងជិះឡាន T2 ទៅញ៉ាំកាហ្វេបែបជាchillក៏ដូចជាទៅមើលគេប្រណាំង off road មានទេសភាពស្អាតៗ share អ្នកទាំងអស់គ្នាមើលផងដែរអញ្ចឹងតោះទៅតាមវីដេអូហ្នឹងទាំងអស់គ្នាអរុនសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះដែរគឺយើងនឹងធ្វើដំណើរចេញទៅដើរលេងចុងសប្តាហ៍ជាមួយទៅ Chemical and T2 ចឹងថ្ងៃនេះគឺយើងមានកម្រងពីរកន្លែងដែលយើងត្រូវទៅទី1ព្រលឹមឡើងនេះគឺយើងទៅញ៉ាំកាហ្វេកន្លែងបងតារាដែលកន្លែងគាត់មានកន្លែង vintage ជាច្រើនមានឡានចាស់ៗជាច្រើនបន្ទាប់មកថ្ងៃឡើងទីគឺយើងនឹងធ្វើដំណើរទៅមើលគេប្រណាំងឡានលេងនៅខាង Start មរតកតេជោដែល Start ថ្មីរបស់យើងនៅលើផ្លូវជាសភារាហ្នឹងចឹងបើចង់ដឹងថាពួកខ្ញុំធ្វើអីគេខ្លះទៅណាទៀតខ្ញុំទៅតាមដានវីដេអូហ្នឹងឲ្យដល់ចប់ទាំងអស់គ្នាអូខេអញ្ចឹងចាំតាមដានទាំងអស់គ្នាបន្តទៀតអញ្ចឹងឥឡូវនេះគឺយើងកំពុងតែធ្វើដំណើរតាមផ្លូវកោះនរាហើយនៅពេលដែលតាមផ្លូវមានសភាពស្ងាត់អីចឹងទៅវាឃើញ vibe បែប vintage ច្រើននេះរដ្ឋា say hello ហើយឥឡូវនេះគឺយើងបានមកដល់កាហ្វេ for you ហើយដែលមានទីតាំងនៅភេកប្រាច្បារអំពើយើងហ្នឹងដូចអ្នកទាំងអស់គ្នាបានឃើញកាហ្វេរបស់គាត់គឺពិតជាស្អាតបែប vintage ហើយមានរបស់ជាច្រើនហើយគាត់នឹងបន្ថែម concept ល្អៗជាច្រើនដើម្បីអ្នកទាំងអស់គ្នាបានទៅអង្គុយ chill ហើយ relax ច្រើនគាត់មានទាំង vibe បែបជា outdoor និង indoor ផងដែរនៅក្នុង indoor របស់គាត់វិញគឺរបៀបមាន scenery ដូចមានត្រីហើយមាន foggy ពីលើរបៀបដូចពពកអញ្ចឹងណាសម្រាប់ផ្នែកខាងក្រៅវិញមានចដាលដែលយើងអាចឡើងទៅផ្នែកខាងលើបានវារៀង unique ដែរសម្រាប់ spiral stair ហ្នឹងហើយសម្រាប់ផ្នែកខាងលើវិញគាត់អត់បានធ្វើអីទេប៉ុន្តែ layout ហ្នឹងស្អាតស្រាប់ហើយគាត់គ្រាន់តែរៀបចំដាក់តុដាក់អីមកស្អាតហ្មងបន្ទាប់ពីយើងបោះដ្រូនហើយយើងបានចុះមកក្រោមវិញញ៉ាំអាហារពេលព្រឹកជាមួយនឹងកាហ្វេដ៏ឆ្ងាញ់ហើយពេលយើងចូលចិត្តអង្គុយនិយាយគ្នាលេងបែប slow chill អញ្ចឹងណាយើង chill ឆ្អែតហើយយើងយកឡាន T2 មកលាងនៅតារាសឡានគេកន្លែងនេះខ្ញុំឃើញតំណងគាត់មានឧបករណ៍ត្រឹមត្រូវហើយការលាងរបស់គាត់ចេញមកក៏ស្អាតដែរចឹងឥឡូវហ្នឹងគឺយើងបានលាងឡានហើយក៏ដូចជាសន្និដ្ឋានជាមួយបងតារាបានខ្លះដែរថាជួបគ្នាយូរនិយាយគ្នាលេងខ្លះចឹងឥឡូវហ្នឹងគឺយើងកំពុងតែធ្វើដំណើរទៅជុំគ្នាជាមួយនឹងសាលដើម្បីធ្វើដំណើរបន្តទៅមើលគេប្រណាំងឡាននៅខាង Start មរតកតេជោរបស់យើងនៅផ្លូវជាសភារាហ្នឹងនៅពេលដែលយើងបានមកដល់ម្ដុំក្បែរ Start មរតកភ្លាមយើងក៏បានឃើញឡានចាស់ៗជាច្រើនគាត់កំពុងជុំគ្នាចាំទៅឡើងទៅលេងនៅខាងលើនៅពេលដែលមេឃរៀងត្រជាក់តិចខ្ញុំក៏បានមកដល់កន្លែងនេះដើម្បី meet up ជាមួយនឹងរិទ្ធហើយទៀតហើយយើង enjoy ជាchill នៅនេះថតរូបតិចតួចមេឃត្រជាក់តិចទៅយើងឡើងទៅលើកន្លែងគេប្រណាំងឡានហ្មងពីកន្លែងនេះទៅគឺខ្ញុំជិះឡានជាមួយនឹងរិទ្ធដោយសារតែ T2 អត់អាចឆ្លងកាត់ឧបសគ្គនេះបានទេអញ្ចឹងខ្ញុំយក T2 ទៅចតកន្លែងដែលមានសុវត្ថិភាពហើយយើងឡើងឡានជាមួយនឹងរិទ្ធដើម្បី enjoy experience ជាមួយនឹង off road បែបមិនខ្លាំងពេកក៏មិនខ្សោយពេកដែរប៉ុន្តែ T2 អត់ដល់អាចឆ្លងកាត់ផ្លូវនឹងបានទេសង្ឃឹមថាថ្ងៃមុខទៀតខ្ញុំនឹងអាច build T2 ដើម្បីឆ្លងកាត់ឧបសគ្គទាំងនឹងបានយ៉ាងស្រួលហ្មងនេះជាលើកទី1ដែលខ្ញុំបានមកកន្លែងបែបអញ្ចឹងនៅចិត្តភ្នំពេញពួកយើងបានធ្វើដំណើរតាមវាលខ្សាច់ហ្នឹងប្រហែលជា 5-10 នាទីដែរដើម្បីទៅដល់កន្លែងគេប្រណាំងឡានមកវា new vibe ដោយសារតែយើងបាន off road នៅលើដីខ្សាច់អូខេអញ្ចឹងដូចអ្នកទាំងអស់គ្នាឃើញមកអញ្ចឹងពួកថេងសាហាវខ្លាំងហើយឡានខ្ញុំតែមកអត់រួចទេឡានបាក់ខ្ជូទេនៅមានកម្រិតចូលចុះទេអញ្ចឹងឥឡូវជិះឡានមកមើលប្រាក់ខ្ញុំកម្រិតកំពុងធ្វើដំណើរទៅមើលគេប្រណាំងឡានសុំផ្អាកប្លុក T2 សិនសុំទៅមើលឡានគេសិនហើយ
sao nom anh à sao មួយសិនណាផុងឲ្យ cho vậy cặp tác đã mệt អញចង់យកពុទ្ធហេង quay cho lên cái anh ấy cầm vay នៅពេលដែលខ្ញុំចេញពីឡានមកទៅចាប់អារម្មណ៍ថាកង់ឡានរត់បានធ្លាក់ចុះក្រោមពាក់កណ្ដាលហើយអញ្ចឹងខ្ញុំត្រូវតែប្រាប់វាឲ្យវាបន្ថយសិនហើយថយក្រោយសិនព្រោះកាន់តែជន់ឡានកាន់ធ្លាក់ផងទៅហើយថយក្រោយតិចសិនហើយឡានជាប់ដល់លើហ្នឹងដល់លើតិចកំបួងតិចដាក់បើកង់ក្រោយដែរមកចុះកោហើយchắc đi sờ bài chấm ở đó thôi đốt lại lại mình đến được nó trăm nè តថយសិនតមករួចទេថយកោឡើងសិន ở đây What the hell? យកដល់មិនដែរអូន What the hell លើនេះស្ងឹមដល់ហើយអូយឲ្យថាលើអើយ នៅពេលនឹងដែររត់ក៏បានចុះហើយសាលក៏បានចូលជំនួសដៃវិញដើម្បីយកឡានចេញពីកន្លែងសាច់ហ្នឹងយើងត្រូវថយក្រោយសិនទៅថយឲ្យផុតដើម្បីយកឡងឡើងម្ដងទៀតដោយប្រើផ្លូវផ្សេងដោយសារតែផ្លូវនេះដូចសាច់គឺមានបងគាត់ជិះមុនមកវាទុនហើយអញ្ចឹងវាអត់សូវមានកន្លាកង់ដើម្បីឡើងទេអញ្ចឹងយើងត្រូវរកផ្លូវផ្សេងឡើងទៅដូចសាច់វាអត់សូវទុនវាអត់សូវផុងអញ្ចឹងយើងស្រួលឡើងជាងមុនលេងដល់ làm đâu tiên bảo នេះមែនមកមើលគេ off road ទេណាមក off road ឡើយ ồ mà cái nhanh mình đứng hết chứ không mình đứng chỗ đó mấy bốn này cái lối trên ព្រោះមើលយើងមិនដឹងមើលមិនឡើងតាមគេនេះឡើងតាមគេស្រួលជាងចុះនោះវាទៅបាត់ហើយ Cho bạn lang ra បុតបើកឡានវាបុតតោះដើរលេងលើកទីម៉ានហើយមកលេង off road ហើយទី1អញ2ឯងលើកទី1អាសានៅនេះហ៎ចកាមលោហ៎ប៉ាចេញឡើងលើមកវិញទៅ là video ấy đang Ở đây thành trẻ mơ mơ thời gian này Hello baby Hello mấy trong một quan cái lối không lá đâu Không phát bê quả nhóm pet bạn à មែនពេលហ្នឹងឲ្យអស់ស្រូវឲ្យតម្លាក់ជើងជន់អត់ថេ Hải pha kết มันทำแต่ดอកំពូលទេបាទគឺនៅលើកំពូលឡាន អញ្ចឹងបន្ទាប់មកក៏យើងបានជ្រៀលឈៀលលេងនៅលើនឹងក៏ដូចជាដើរមើលឡានបងគាត់លេងមកស្អាតមែនតើអារម្មណ៍របស់ខ្ញុំពេលហ្នឹងគឺពិតជាសប្បាយមែនតើនៅពេលដែលឃើញឡានស្អាតលយដែលគាត់យកឡានចាស់មកលេងហើយខ្លាចទៅជាទៅនៅវិញនៅក្នុងកន្លែងតែមួយវាមើលមកពិតជាត្រជាក់ភ្នែកហ្មងវាសប្បាយនៅក្នុងចិត្តហ្មងផ្លូវប្រកួតឧបសគ្គពិបាកបំផុតគឺនៅខាងផ្នែកខាងក្រោមហើយពួកបងក៏ត្រូវឆ្លងកាត់ឧបសគ្គមានផុកផងមានតែខ្សាច់ផងហើយបន្ទាប់មកគាត់ត្រូវឡើងតាមជំរាលដីខ្សាច់នេះទើបគាត់អាចឡើងមកលើវិញបាននៅពេលយប់ឡើងដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងឡានពួកគាត់កន្លងកង់ធំមែនតើ
ប៉ុន្តែនៅតែជាប់ដោយសារដែលខ្សាច់ហ្នឹងវាទន់ហើយបាត់ហើយនៅពេលដែលយើងជិះកាន់តែច្រើនដែលខ្សាច់វាកាន់តែផុងទៅហើយអញ្ចឹងពួកគាត់ត្រូវការជួយគ្នាឲ្យចេញផុតពីឧបសគ្គមួយហ្នឹងហើយឡានផ្សេងទៀតក៏គាត់ជាប់ដំណើរគ្នាតាមក្រោយជាសំណាងអីឡានក្រុមពួកខ្ញុំក៏បានចូលមកកបដោយសុវត្ថិភាពអត់មានអ្នកគេជាប់ផងទេអញ្ចឹងវីដេអូមួយនេះគឺចប់ត្រឹមប៉ុណ្្នឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះហើយកុំភ្លេច comment នៅខាងក្រោមផងសម្រាប់ content ដែលអ្នកទាំងអស់គ្នាចង់ឲ្យពួកយើងធ្វើជាមួយនឹង T2 ទៀតជួបគ្នានៅវីដេអូក្រោយទៀតបាយ